អង្គភាពចំណុះក្រសួងមហាផ្ទៃ 1. អគ្គលេខាធិការដ្ឋាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាសុផានិត តួនាទីអគ្គលេខាធិការ 2. អគ្គនាយកដ្ឋានសោកនកម្មផ្ទៃក្នុង ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង តួនាទីអគ្គនាយក 3. អគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តម សួរប្រាថ្នា តួនាទីអគ្គនាយក 4. អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត តួនាទីអគ្គស្នងការ 5. អគ្គអធិការដ្ឋាន ឯកឧត្តម ឧត្តមសេនីយ៍ឯក អែម វិចិត្រ តួនាទីអគ្គអធិការ 6. អគ្គនាយកដ្ឋានពន្ធនាគារ ឯកឧត្តម ឧត្តមអគ្គនាយកថ្នាក់លេខ 1 ឈន សាណាត តួនាទីអគ្គនាយក 7. អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក វាសនា តួនាទីអគ្គនាយក 8. អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តូប ណេត តួនាទីអគ្គនាយក 9. អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអន តួនាទីអគ្គនាយក 10. បណ្ឌិតយសភានគរបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោ សែន តួនាទីប្រធាន 11. ក្រុមប្រឹក្សានីតិកម្ម ឯកឧត្តម ហ៊ុន យុវៀតណា តួនាទីប្រធាន 12. សាលាជាតិរដ្ឋបាលមូលដ្ឋាន ឯកឧត្តម សូ មុនី រក្សា តួនាទីនាយក 13. អគ្គនាយកដ្ឋានធនធានមនុស្ស ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផាលី តួនាទីអគ្គនាយក 14. អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត តួនាទីអគ្គនាយក 15. អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភិរៈ តួនាទីអគ្គលេខាធិការ អ្នកនាំពាក្យនៃបណ្ដាអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ 1. អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ឯកឧត្តម ឧត្តមសេនីយ៍ តូ អ៊ីវ វាសនា តួនាទីអ្នកនាំពាក្យ 2. អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គុំខៀន តួនាទីអ្នកនាំពាក្យ 3. អគ្គនាយកដ្ឋានធនធានមនុស្ស ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្វាយ ចន្ទា តួនាទីអ្នកនាំពាក្យ 4. ក្រុមប្រឹក្សានីតិកម្ម ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ាង រ៉ាស៊ី តួនាទីអ្នកនាំពាក្យ 5. អគ្គលេខាធិការដ្ឋាន ឯកឧត្តម មេន ប៊ុនរិទ្ធ តួនាទីអ្នកនាំពាក្យ 6. អគ្គអធិការដ្ឋាន ឯកឧត្តម សុក លីណា តួនាទីអ្នកនាំពាក្យ 7. អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា តួនាទីអ្នកនាំពាក្យ 8. អគ្គអធិការដ្ឋាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួន ច័ន្ទ កក្កដា តួនាទីអ្នកនាំពាក្យ 9. អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក សុមាណា តួនាទីអ្នកនាំពាក្យ 10. អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម ឧត្តមសេនីយ៍ឯក សៃ មេង ឈៀង តួនាទីអ្នកនាំពាក្យ 11. អគ្គនាយកដ្ឋានពន្ធនាគារ ឧត្តមអគ្គអនុរិទ្ធថ្នាក់លេខ 2 ខៀង សុណាឌិន តួនាទីអ្នកនាំពាក្យ 12. បណ្ឌិតយសភានគរបាលកម្ពុជា លោកឧត្តមសេនីយ៍ តូ ប៊ុន ផាដី តួនាទីអ្នកនាំពាក្យ 13. អគ្គនាយកដ្ឋានរដ្ឋបាល លោកជំទាវ តៅ សុក ម៉ារ៉ា តួនាទីអ្នកនាំពាក្យ